យកមិញនេះក្រុមហ៊ុន Apple បានធ្វើការទម្លាក់ version ថ្មីមួយទៀតទេសម្រាប់អ្នកដែលគាត់ប្រើប្រាស់ iPhone iOS 26.3 official ចឹងមានន័យថាវាជា version ផ្លូវការគ្រប់គ្នាគាត់អាចធ្វើការដំឡើងបានហើយនៅក្នុងវីដេអូនេះខ្ញុំមានចំណុចធំៗមួយចំនួនដែលនឹងបង្ហាញតែម្ដងថា iOS 26.3 ហ្នឹងមានការកែប្រែនិងបន្ថែមមុខងារអីខ្លះមុននឹងចូលកាន់វីដេអូលម្អិតខ្ញុំសូមអរគុណដល់អ្នកឧបត្ថម្ភខ្មែរ168 phone shop សម្រាប់បងប្អូនដែលចង់បានទូរស័ព្ទ iPhone ឬក៏ Samsung តែថ្មីមកតែក៏មានទាំងអស់តែម្ដងក៏មានវាយដូរឡើងសេរីហើយក៏ថែមទាំងមានការធានាជូនណាដល់ទៅមួយឆ្នាំទៀតទីតាំងរបស់គាត់គឺនៅជិត Stop Day ថ្មីខ្លះបន្ទាប់ពីយើងបានធ្វើការឡើងហើយចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ឃើញគាត់បានបន្ថែមចូលគឺនៅក្នុង setting នេះបើយើងចូលមកកាន់ setting ហើយចូលទៅកាន់ general បងប្អូនអូសចុះក្រោម iPod បងប្អូនចូលមកកាន់ transfer or reset iPhone ណាយើងនឹងឃើញមុខងារថ្មីមួយក៏ដាក់ថា transfer to Android មុខងារខាងក្រោមគេនេះអញ្ចឹងពេលខ្ញុំคลิกត្រង់ហ្នឹងគឺយើងអាចធ្វើការផ្ទេរឯកសារឬក៏រូបភាពវីដេអូអីទាំងអស់ពីទូរស័ព្ទ iPhone របស់យើងទៅកាន់ Android អញ្ចឹងក្នុងករណីដែលគាត់ឈប់ប្រើ iPhone គាត់ចង់លោតទៅកាន់ Android ក៏អាចសារជាមួយនឹងមុខងារនឹងបានដែលអាចផ្ទេរបានទាំងអស់តែម្ដងចំណុចបន្ទាប់គឺតាក់ទងនឹងផ្នែក lock screen បើយើងសង្កត់ឲ្យជាប់ហើយបងប្អូនអាចអូសមកខាងស្ដាំនេះចុចប៊ូតុងបូកដើម្បីធ្វើការដាក់រូបមែនទេអញ្ចឹងជាទូទៅវាមានកន្លែង feature វាមានកន្លែង photo shuffle អីចឹង special scene អីចឹងណាប៉ុន្តែគាត់បានធ្វើការបំបែក option នេះជាពីរកាលមុននៅ version ចាស់កន្លែង weather និង astronomy នេះគឺវាចូលតែមួយ section ហ្នឹងប៉ុន្តែឥឡូវគឺគាត់ដាក់section weather អាកាសធាតុហ្នឹងគឺដាច់ដោយឡែកហ្មងចឹងដល់ពេលយើងចុចចង់រើសតាំងអីយើងអាចតាំងបានតាក់ទងអាកាសធាតុ live ផ្ទាល់នៅលើ lock screen របស់យើងណាហើយមួយទៀតគាត់បានធ្វើការបញ្ចូលតាក់ទងនឹងប្រព័ន្ធសុវត្ថិភាពមួយគឺ limit carrier location tracking ណាមានន័យថាអាចបិទវាបិទអូតូតែម្ដងតាក់ទងនឹងការតាមដានទីតាំងតាមរយៈ carrier ឬក៏តាមរយៈលេខទូរស័ព្ទតាមអីចឹងណាចឹងក្នុង version ថ្មីហ្នឹងគឺគាត់ផ្ដោតទៅលើប្រព័ន្ធសុវត្ថិភាពមួយនឹងដែរដែលគេអាចធ្វើការ track បានទេអាចតាមដានបានទេក្រៅពីនេះខ្ញុំឃើញមានការបន្ថែម emoji ថ្មីបែរជា 5 6 ដែរហើយក៏គាត់បន្ថែមទៅលើប្រព័ន្ធសុវត្ថិភាព OCS លក្ខណៈថាយើងអាចធ្វើការប្រើប្រាស់ iMessage រវាង iPhone ជាមួយនឹង Android ចឹងទៅបើនិយាយទៅដល់ performance ការចេញចូលកម្មវិធីឆាពីកម្មវិធីមួយចូលកម្មវិធីមួយខ្ញុំឃើញថាវាមានការកែប្រែឬក៏រលូនអីជាងមុនប្រហែលទេវាហាក់ប្រហែលគ្នាទៅនឹង version ចាស់ប៉ុន្តែសម្រាប់ថ្មខ្ញុំឃើញថាវាប្រសើរជាងមុនហើយទូរស័ព្ទក៏មិនជាឆាប់ក្តៅដែរបងប្អូនអាចសាកឡើងទៅកាន់ version 26.3 នឹងបានយើងគ្រាន់តែចូលកាន់ setting ចូលកាន់ general ចូលកាន់ software update ទៅយើងនឹងអាច update version ថ្មីនឹងបានហើយកុំភ្លេចភ្ជាប់ជាមួយនឹង Wi-Fi ផងដើម្បីធ្វើការ update សល់ទំហំ memory ឲ្យធំណាសល់ចាប់ផ្ដើមពី 10G ឡើងទៅយើងអាច update បានព្រោះវាធំខ្លាំងនៅលើទូរស័ព្ទរបស់ខ្ញុំវា 8G ហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត